សាវរីយ៍វិទ្យាល័យខ្ញុំនឹងមិត្តភក្តិរៀងរាល់ថ្ងៃពេលព្រឹកខ្ញុំមិនដែលទាន់ទេពេលគោរពទាំងជាតិខ្ញុំយឺតជាងគេរវល់តែរៀនភាសាអង់គ្លេសគ្រូភាគចាមមិនចូលចិត្តខ្ញុំទេបានមក so my friend they know about me ធ្លាក់រកខែកណិតរូគីមីជិលជាងគេមានតែមួយគ្មានពីររៀនគ្រប់គ្នាខ្ញុំនៅផ្ទះដេកស៊ីតែវាស្នាឲ្យជាមិត្តល្អគេរាប់អានខ្ញុំទោះបីខ្ញុំក្រជួយបង្ហាញផ្លូវពេលខ្ញុំដើរខំរាប់អានគ្នាដោយចិត្តស្មោះអរគុណដល់លោកគ្រូប្រជំរឿនឲ្យខ្ញុំនៅលោកគ្រូរៀបភារមតែជួយបង្ហាញផ្លូវលោកគ្រូខំបង្ហាញខំបង្រៀនយើងគ្រប់គ្នាឲ្យយើងមានកម្លាំងហើយខំរៀនយកវិជ្ជាអេតែពេលវេលាដូចជាដើរលឿនពេកហើយចង់ទាញវេលាមួយនេះឲ្យវាបកក្រោយខ្ញុំតែងតែនឹកមិត្តគ្រប់ពេលតើមិត្តមានដឹងដែរទេខ្ញុំធ្លាប់ប្រកួតប្រជែងនឹងមិត្តក្នុងនាមជាសត្រូវសិក្សាចំណេះថ្នាក់ជាតួលេខមិនមែនអ្នកណាអន់ជាងអ្នកណាគោលដៅនឹងក្តីសុបិនដើម្បីសម្រេចប្រាថ្នា12ឆ្នាំក្នុងសាលាខ្ញុំចងចាំរាល់អនុស្សាវរីយ៍គុណយោចាប់ខោកាត់សក់ហៅខ្ញុំទៅប្រូស្ដីបតោខ្ញុំទៀតហើយមានអាសោចមានអាយំគាត់ដាក់ទោខ្ញុំតែចំពោះខ្ញុំមិនអីឡើយខ្ញុំអត់សូវខ្វល់ពីអានឹងទេគាត់ថាខ្ញុំបារឹងអីម្លេះទេមិនគោរពវិន័យធ្វើអីខុសគេអារម្មណ៍ខ្ញុំពេលនោះក៏មិនដឹងដែរអ្នកណាមិនធ្លាប់ខុសរៀបវិជ្ជាល័យជាពិសេសប្រុសសក់បាសហាយឡាយត្រឹមច្រមុះពីចំណាប់អារម្មណ៍នារីសឹងទាំងអស់ខ្ញុំមិនចង់និយាយជាពិសេសផ្នែកនារីនេះសំពុកក៏ខ្លីយាយពេលថាឡើងសិស៊ីពួកខ្ញុំខំតែមើលឆែអារម្មណ៍ឡើងវវីហើយខ្ញុំបែរអារម្មណ៍នៅពេលដែលជួបនារីអេខ្ញុំនឹកសាលានឹកកន្លែងអង្គុយនឹកកន្លែងសិក្សានឹកតារាងបាធ្លាប់លេងនៅសាលានឹកមិត្តភក្តិធ្លាប់